ពីនឹងយើងទៅតាណាទៀតមានតាណាគេទៅផ្ទាំងណាមួយយើងធ្វើកិច្ចការសាលារួចហើយតើមកលេងណាយើងទៅសាលាសង្កាត់នឹងផ្លែដែរទៅធ្វើអីដាក់ស្មៃទៅមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបងថ្ងៃនេះជាថ្ងៃទី28ខែមិថុនាឆ្នាំ2025គេបិទផ្សាយបញ្ជីបោះឆ្នោតដំបងហ៎មែនហើយដាក់ស្មៃពួកយើងទៅចុះឈ្មោះបោះឆ្នោតរួចកាលពីខែឧសភាតែលើគេថាយើងអាចមើលឈ្មោះរបស់យើងតាមអាស័យដ្ឋាន web waterlist.nec.gov.kh ឬតាម app NEC-KH របស់កជបក៏បានដែរបើយើងទៅមើលផ្ទាល់តែឃើញខុសឈ្មោះឬខុសតនន័យអីយើងអាចបំពេញបែបបទប្តឹងតវ៉ាដើម្បីកែតម្រូវបានណាអូមែនហើយតើអញ្ចឹងយើងទៅឈ្មោះនិងតនន័យរបស់ខ្ញុំក្នុងបញ្ជីបោះឆ្នោតដំបងត្រឹមត្រូវហើយចូលអញវិញម៉ាលីនខ្ញុំវិញខុសឈ្មោះខុសឈ្មោះហ៎ហ្នឹងហើយឈ្មោះម៉ាលីនណាបាត់មូសិកតនអូមែនតាឈ្មោះម៉ាលីនត្រូវមានថ្មីកណ្ដុរលើអក្សរម៉ូតែនេះអត់មានហងអញ្ចឹងយើងត្រូវធ្វើម៉េចទៅដាក់ស្មៃអូអត់អីទេយើងអាចដាក់ពាក្យប្តឹងតវ៉ាសុំកែតម្រូវទៅក្រុមប្រឹក្សាសង្កាត់បានតានៅពេលដែលយើងឃើញខុសឈ្មោះឬខុសតនន័យក្នុងបញ្ជីបោះឆ្នោតដំបងចុះការប្តឹងនឹងផុតកំណត់ត្រឹមថ្ងៃណាដែរការប្តឹងតវ៉ាត្រូវធ្វើក្នុងរយៈពេល5ថ្ងៃយ៉ាងយូរបន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូងចុះខ្ញុំត្រូវបំពេញព័ត៌មានអីខ្លះតើបងនេះជាពាក្យបណ្ដឹងទម្រង់1202ប្អូនត្រូវបំពេញឈ្មោះនិងអាស័យដ្ឋានរបស់ប្អូននិងកម្មវត្ថុនៃការប្តឹងនិងព័ត៌មានផ្សេងទៀតដូចមាននៅក្នុងទម្រង់1202នេះសូមប្អូនចុះហត្ថលេខាប្អូនទុកពាក្យបណ្ដឹងមួយច្បាប់នេះនៅនឹងប្អូនចុះចំណែកពាក្យបណ្ដឹង2ច្បាប់ទៀតមួយបិទផ្សាយនៅក្តារព័ត៌មានសាលាសង្កាត់និងមួយទៀតរក្សាទុកប្រើប្រាស់ក្នុងការប្រជុំសម្រាប់ចាអរគុណបងអញ្ចឹងខ្ញុំសូមលាសិនហើយបាទជម្រាបលាបងអូនជម្រាបលាបង